នេះអូខេ hello បងប្អូនសួស្តីទាំងអស់គ្នាថ្ងៃនេះថ្ងៃសុក្របងប្អូនថ្ងៃសុក្រម៉ោង4:55 4:55 PM ឥឡូវនេះទៅផ្ទះសុខាទៅដឹកកូនសុខានេះក៏ទៅហាត់តៃក្វាន់ដូមួយច័ន្ទជូលីហើយពីព្រោះថ្ងៃហ្នឹងអាទិត្យហ្នឹងកូនសុខាបាកងមុនជូលីសូអញ្ចឹងជាអត់បានទៅផ្ទះម៉ាក់ខ្ញុំថ្ងៃហ្នឹងរាល់ដងស៊ីនៅផ្ទះម៉ាក់ខ្ញុំចុះពីសាលារៀនហើយខ្ញុំដឹកយកមកផ្ទះខ្ញុំហើយទៅហាត់ប៉ុន្តែថ្ងៃហ្នឹងនេះកាគេវ៉ាកងមុនជូលីសូអញ្ចឹងទៅអត់បាននៅផ្ទះម៉ាក់ខ្ញុំសូខ្ញុំទៅ pick up and Jolie នៅខាងក្រោយនេះ say hello fans hello fans so Jolie ថ្ងៃសុក្រ Jolie មកទៅទៀតរៀនមកទៅទៀតវ៉ាកងនៃការគេវ៉ាកងមកទៅមុនខ្ញុំធ្វើវីដេអូថ្ងៃហ្នឹងចង់ share ពីរឿងឡាន accident នៅកន្លែងផ្ទះសុខាបងប្អូនចង់ទៅថតផ្ទះរបងផ្ទះសុខាដែលឡានគ្រោះថ្នាក់ហើយមានមនុស្សស្លាប់2នាក់របួស2នាក់ទៀតនៅក្នុងដេកពេទ្យហើយរបួសខ្លាំងនេះមកអីគេកន្លែងគ្រោះថ្នាក់ហ្នឹងនៅផ្លូវផ្ទះសុខាបងប្អូននៅមុខខាងមុខនេះផ្លូវ stop នេះ so អ្នកបើកទៅអញ្ចេះហើយនោះមកបលីដេញមកខាងឆ្វេងនេះមើលឃើញលើស្ដាំដៃផ្ទះសុខានោះរបងបាក់នេះមើលខ្ញុំប្រាប់រឿងហ្នឹងទៀតឥឡូវស្មៅគេដោះវិញហើយកាលប្រហែលថ្ងៃមុនស្មៅងាប់ឥឡូវគេទៅបើកទឹកឥឡូវពោបៃតងវិញហើយឥឡូវនេះខ្ញុំធ្វើវីដេអូពីព្រោះមានរឿងច្រើនណាស់ផ្លូវនេះបងប្អូនឥឡូវហើយក្តៅបងប្អូនឥឡូវកែក្តៅOkay baby you play with Nika and then daddy gonna come get you okay Okay so រឿងហ្នឹងចេះបងប្អូនចាក់សាអូខេអានេះផ្លេចប្រាប់នេះមេខ្ញុំមេ IT director ខ្មែរបងប្អូនខ្ញុំប្រាប់បងប្អូនដែរគាត់ជាជនជាតិខ្មែរហើយព្រឹកមិញគាត់មកជួបគាត់មកពិនិត្យកន្លែងខ្ញុំធ្វើការហើយទៅគាត់ឲ្យអានេះហៅ Army Challenge Coin តិចទៀតប្រាប់រឿងហ្នឹងរឿងហ្នឹងកំសត់បងប្អូនមានអ្នកស្លាប់ហ្នឹងកំសត់ដែលគ្រោះថ្នាក់នៅកន្លែងហ្នឹងហើយខ្ញុំស្គាល់អ្នកស្លាប់ហ្នឹងទូហើយមើលសូរឿងហ្នឹងថ្ងៃច័ន្ទម៉ោង 4 ព្រឹកបងប្អូនបលីតង់ខាងនោះហើយដេញមិនចោលអាហ្នឹងវាមិនដឹងមិនហិចវាជីមកខាងនេះហើយអ្នកបើកពីខាងនោះបើកទៅចុះហើយទៅបលីដេញមកបុកគ្នាបុកទៅបានត្រូវរបងផ្ទះសុខាហ្នឹងមើលដើរទៅខាងនោះផ្លេកនេះបើដើរទៅមើលកន្លែងបុកនេះគេចាំមើលអូខេនេះបុកដល់ត្រឹមនេះបងប្អូនវាសូនេះសៀតកាលហ្នឹងខ្ញុំឃើញឡានឡានដែលបុកគេហ្នឹងវាមកត្រូវកន្លែងនេះឯងសូអញ្ចឹងទៅអញ្ចឹងទៅបានចូលទៅរបងហ្នឹងសូឡានហ្នឹងមកពីខាងនោះហើយអាឡានមួយទៀតមកពីខាងនេះទៅអញ្ចេះហើយអញ្ចឹងបានបុកទៅហើយអាឡានបុកគេហ្នឹងមករេមកនេះហើយដើមដូងនេះដាច់ហើយmaybe I need to totem now 1 2 3so នោះកន្លែងស្លាប់នោះបងប្អូននោះsoឡាននោះឡានបលីដេញមកពីខាងនោះហើយទៅអានេះទៅអញ្ចេះហើយទៅបុកគ្នាទៅអញ្ចឹងបានផ្លូវ stop នោះបាក់បងប្អូនបាក់ទៅវាខ្ទាតទៅដល់លើនោះបុកធ្លាក់ឡានសុកផ្ទះសុខាខាងនោះមើលនេះមកនេះគេអានេះកន្លែងមនុស្សស្លាប់ហ្នឹងដល់ពេលអញ្ចឹងគេដាក់ទៀនដាក់អីធូបអីអញ្ចឹងណាso មិនsoមើលចូលទៅ
នេះអូខេហើយជាមួយអាភ្លើង stop នោះវាខ្ទាតចូលនោះធ្លាក់បុកនៅពីលើនេះទីនេះបាក់នេះហើយបន្ទប់នៃការនៅគៀននេះវ៉ាវវាធ្លាក់មកពីលើអូបាទនេះមើលលើអូចាសុកអូដើមសុកាផ្លែខ្លាំងពេកបាក់ទៀតណោះផ្លែនេះវាឆ្ងាញ់បងប្អូនអាផ្ទះខ្ញុំមានមួយដែរហ្នឹងហ៎ឥឡូវផ្អែមអូឆ្នាំមុនគេយកទៅកន្លែងធ្វើការថាណាយកទៅកន្លែងធ្វើការហើយអ្នកម្នាក់គេចូលចិត្តអូខេអានេះខៅ yellow plum បងប្អូនអានេះតិចទៀតពេលវាពណ៌ yellow ទៅវាផ្អែមដូចទឹកខ្មុំអូខេមើលឡើងទៅមើលអូខេនេះអានេះអីធ្លាក់នៅពីលើហ្នឹងបានបាក់អាហ្នឹងបងប្អូនខ្លះបាន pay attention ខ្ញុំ share post ដែលក្មួយខ្ញុំនេះការគេប៉ុស TV 2-3ប៉ុសគេ interview បងប្អូនខ្លះបានឃើញso អានេះឯងកន្លែងaccident អ្វីរឿងខ្ញុំប្រាប់បងប្អូនអ្នកហ្នឹងខ្ញុំស្គាល់ទុំដឹងថ្ងៃហ្នឹងឯងទុំដឹងថ្ងៃហ្នឹងអញ្ចឹងបានខ្ញុំមកធ្វើវីដេអូហ្នឹងពីព្រោះខ្ញុំyou know sad ដឹងតែអ្នកស្លាប់ហ្នឹងខ្ញុំស្គាល់កន្លែងធ្វើការអូខេឥឡូវរត់ចេញវិញសិនso I think China here ទេទៅអៀងសរិនហើយអ្នកអៀងសរិនអាកន្លែងអៀងសរិនហ្នឹងគេថាឲ្យ address ទៅគេថា oh I saw you on the news ឃើញនៅព័ត៌មានso អញ្ចឹងទៅអៀងសរិនស្រួលដែរគេឲ្យស្រួលដេញដល់គេដឹងថាអាហ្នឹងហេតុហ្នឹងyou know គេដឹងពីរឿងហ្នឹងso អ្វីដែលខ្ញុំចង់បង្ហាញបងប្អូនប្រាប់បងប្អូនគឺអញ្ចឹងព្រឹកមិញបងប្អូនខ្ញុំផ្សាឡា he text រូបមកគេថាអូនេះគឺអ្នកស្លាប់ដល់ពេលទៅខ្ញុំឃើញរូបខ្ញុំថាខ្ញុំដូចធ្លាប់ស្គាល់ដូចធ្លាប់ឃើញដល់ពេលទៅខ្ញុំ text chat ជាមួយបងប្អូនអ្នកធ្វើការកន្លែងខ្ញុំខ្ញុំថាឈ្មោះ Tiffany ហ្នឹងlast name ហៅឈ្មោះអីគេដល់ពេលទៅអាអ្នក chat មួយខ្ញុំថាអូចានេះ she ស្លាប់ហើយ she's gone ហើយ she យំ so ខ្ញុំថា oh my god you know ខ្ញុំរៀងសង្ស័យឃើញរូបso ប៉ាឡូវដែលខ្ញុំចង់ប្រាប់បងប្អូនគឺដល់ពេលទៅ May her supervisor her ពេលខ្ញុំប្រាប់គាត់ថាអូក្មួយខ្ញុំអាហ្នឹងផ្ទះបងខ្ញុំដែលបុកហ្នឹងដល់ពេលទៅ supervisor her ទេមកខ្ញុំថាអូអត់ដឹងថានេះផ្ទះបងខ្ញុំទេហើយផ្ទះគាត់នៅខាងណោគាត់ថាលេខ5មើលទី5 1 2 3 4 5អូខេផ្ទះ supervisor នៅនោះហើយផ្ទះអ្នកស្លាប់ហ្នឹងនៅខាងនេះ so បងប្អូនឃើញចិត្តហើយកូនសុធាស្គាល់កូនដែលអ្នកស្លាប់ហ្នឹង so ប្តីប្រពន្ធស្លាប់បងប្អូនហើយបងស្រីឬក៏បងអូនស្រីហើយអ្នកបើកឡានហើយនឹង boyfriend បងអូនហើយឬក៏ boyfriend បងហើយដែលត្រូវរបួសដែរហ្នឹង so ឥឡូវដេកពេកទាំងពីរនាក់ so រឿងហ្នឹងវាអញ្ចឹងឯងថ្ងៃហ្នឹងខ្ញុំ surprise មែនទែនដែលពីព្រោះស្រីហ្នឹង Tiffany ហ្នឹងដែល she ស្លាប់ហ្នឹងខ្ញុំធ្វើ computer ឲ្យ her last Friday បងប្អូន Friday ហ្នឹងហើយខ្ញុំថាអូ have a good weekend ចេះខ្ញុំធ្វើ computer ហើយដល់ពេលទៅថ្ងៃច័ន្ទគាត់ស្លាប់ so អញ្ចឹងបានខ្ញុំរៀងsad ហ្នឹងពីព្រោះស្រីហ្នឹងខ្ញុំស្គាល់យូរហើយពីព្រោះអ្នកធ្វើការនៅកន្លែងខ្ញុំស្គាល់បងប្អូនខ្ញុំធ្វើ computer ទៅគ្នាគេច្រើនគេស្គាល់ខ្ញុំso អញ្ចឹងទៅបានរៀង surprise មែនទែន
Yeah, I think គាត់ជាជនជាតិចិនហើយ I think ប្តីប្រហែលដូចជនជាតិមានហ្នឹង Yeah ឬក៏ចិនទេមើលទៅប៉ុណ្ណាអាស៊ីបងប្អូនអាស៊ី Yeah so រឿងហ្នឹងហើយម៉ោង4ថ្ងៃច័ន្ទម៉ោងព្រឹកម៉ោង4ព្រឹកប៉ុន្តែអត់ដឹងថាម៉េចគាត់ទៅកន្លែងនេះពីព្រោះថ្ងៃច័ន្ទហ្នឹងគាត់នៅគាត់អត់ត្រូវធ្វើការគាត់ on PTO គាត់ vacation ណា so គាត់ជិះឡានពីខាងនោះទៅខាងនោះប៉ុន្តែផ្ទះគាត់នៅខាងនេះ so យ៉ាអត់ដឹងថាម៉ោងមិនបានម៉ោង4គាត់បើកផ្លូវហ្នឹងឯងយ៉ាបងប្អូនប្រហែលបានឃើញវីដេអូដែលគេប៉ុស្តិ៍ TV គេមក interview Nika ហើយនឹង interview James គឺប្រពន្ធគាត់គឺជាមិត្តភ័ក្តិដែល supervisor ដែលអ្នកស្លាប់ហ្នឹងគាត់ទៅញ៉ាំការញ៉ាំអីគាត់ប្រាប់សូផ្ទះម្ដុំហ្នឹងជាមួយគ្នាអាមានស្គាល់គ្នា so អញ្ចឹងទៅជា surprise មែនទេដែលថានេះផ្ទះបងខ្ញុំគាត់អត់ដឹងហ្មងអូខេដូចចង់សាកផ្លែផ្តាចាណាមិញមើលបងប្អូនឃើញមើលទៅដូចខ្ចីប៉ុន្តែផ្អែមប៉ុន្តែទីទៀតតែពេលវាពណ៌លឿងមែនទេទៅផ្អែមដូចខាសកឥឡូវគាត់តែផ្អែមទេអូឆ្ងាញ់អូខេឥឡូវចូលទៅមើលត្រីសុខាទឹកមុនសុខាទិញ2ត្រីចន្ទឺងាប់អស់2ទៀតហើយមុននឹងឡើងធ្វើវីដេអូពីរឿងហើយ maybe ពីរឿងនេះបានចូល TV នេះបងប្អូនបានឃើញគេ interview ហើយគេឃើញមានឡៃស្រោចស្មៅនៅខាងក្រោយគេសម្ភាសNika នេះ so គេសម្ភាសប្រហែលប៉ោះមីងអូខេសុខាទិញ2ទឹកមុនថ្ងៃទឹកមុនមីងអាពណ៌អក្សរនេះហើយមីងអាហ្នឹងស្អាតដែរច័ន្ទធូអត់យកអាហ្នឹងគេទៅដើមច័ន្ទធូថាយកពេលជាក់មែនទៅច័ន្ទធូថាយកសុខាយកទៅទូមកទូចច័ន្ទធូផងច័ន្ទធូអាខ្មៅសមោហ្នឹងងាប់បាត់ហើយអាមួយបាទវាអត់ស៊ីមីងវាដូចវាភ្នែកវាមើលអត់ឃើញវាសមោពេកទៅវាខាំងភ្នែកវាបាទងាប់ព្រឹកមិញអាមួយណាទៀតមីងសុខាទិញមកអូអូខេអាហ្នឹងអានោះអូខេនេះបងប្អូន150រឿភាគេចង់ទិញអាងត្រីហ្នឹងដែរបងប្អូនចាំអស់ពេលវាចុះថោកគេថាមួយថ្ងៃគេមើល website គេច្រើនដង website គេតែគេ on sale គេទិញយកធំជំរាបមួយដែលស្អីធ្លាក់នៅលើហ្នឹងតាណាហើយគេយកអីអូបលីយកទៅអាហ្នឹងភ្លើង stop អីអូខេភ្លើង stop វានោះបងប្អូនវាហោះមកពីហ្នឹងទៅលើអូហោះតាមនេះអូវ៉ាវហោះមកពីខាងនោះបងប្អូនវ៉ាវផ្ទះនេះត្រជាក់ស្រួលបងប្អូនពីព្រោះឆាណាហ៊ីចាញ់ក្តៅហ៊ីគេក៏ស្រួលដែរអូនេះអូខេso ភ្លើង stop នេះធ្លាក់មកតាមនេះបងប្អូនមើលនេះអូនេះso អានេះតនោះអូប្រហែលទៅលើហ្នឹងទៅលើហ្នឹងអានេះបើអត់មានដបូលហ្នឹងប្រហែលធ្លាក់ចូលទៅបន្ទប់ហ្នឹងអូដើមពទ្រាសុខាអត់អីដែរអូខេ 1 2 3 dingអូខេ thank you អូខេបងប្អូនឥឡូវយកក្មេងទៅហាត់ម៉ោង 5:35 ហើយអូខេអនឡាញស្មៅនេះគេទៅបើកទឹកឥឡូវពណ៌បៃតងស្អាតមុនហ្នឹងមួយអាទិត្យមុនវាស្មៅ
ចង់ងាប់អូខេមុនហ្នឹងប្រាប់រឿងហ្នឹងអស់សូសង្ឃឹមថាបងប្អូនយល់ដែលខ្ញុំនិយាយ Yeah Yep Yeah so ផ្ទះអ្នកនោះនៅខាងនេះបងប្អូន Yeah Yep ផ្ទះអ្នកអូខេឥឡូវយក Oops វាមុនហ្នឹងខ្ញុំភ្លេចប្រាប់បងប្អូនថានឹងប្រាប់បងប្អូនណានេះគឺមេខ្ញុំបងប្អូនដឹងហើយមេខ្ញុំIT director នឹងខ្មែរគាត់នៅសៀមរាបមកពីសៀមរាបហើយខ្ញុំធ្លាប់ទៅស្ទូចត្រីមួយគាត់ហើយធ្លាប់ទៅបាញ់កាភ្លើងលេងជាមួយគ្នាបងប្អូនខ្លះហើយបានឃើញវីដេអូចាស់ហ្នឹង Yeah so timing គាត់មកពីនិតកន្លែងខ្ញុំមកសឹងចាំបានជួបគ្នា ជួបគ្នាទៀតហ្នឹង Yeahហើយខ្ញុំ I think ខ្ញុំនឹងដែរប្រាប់បងប្រពន្ធគាត់ខូចប្រហែលមួយខែពីរខែហ្នឹង Yeah Yeahអូខេមើលតាណាទៀតអូត្រឡប់ក្រោយខ្ញុំ surprise មែនទែនថ្ងៃមុនថ្ងៃមិញហ្នឹងដែល Pila text រូបមកហ្នឹងហើយខ្ញុំ find out ថាyou know ដែលខ្ញុំធ្លាប់អ្នកដែលខ្ញុំស្គាល់ហ្នឹងហ៎បងប្អូនអញ្ចឹងបានរៀង sad ហ្នឹងនេះកន្លែងនេះបងប្អូននេះហើយឡានគាត់ឡាន Tesla so អត់ដឹងថាឡានបងអូនគាត់ឬក៏បងគាត់ទេប៉ុន្តែស្រីបងប្អូនទៅផ្ទះគាត់នៅម្ដុំនេះកាក់នេះបងប្អូនបើនៅទាហានយើងដាក់ក្នុងកប៉ៅយើងណាហើយយើងដើរទៅណាគេហៅ challenge coin បើយើងអត់មានអាហ្នឹងយើងដាក់បងមហូប you know បងយើងអត់មាននៅក្នុងកប៉ៅយើងណាអាហ្នឹងយើងដាក់បង lunch បងអីថ្ងៃហ្នឹង Yeah so next time when I ប្រជុំគាត់ I have to have my coin Yeahនេះផ្ទះថ្មីមីងភាមកពីឥណ្ឌាណាហើយមកដល់ហើយសូមមានឥឡូវភាមានមីងនៅនេះជាមួយពីដើមមានតែភាអញ្ចឹងទៅគាត់មានគ្នាមានអីចឹងទៅហើយនេះកន្លែងណារត់ធ្លាប់ធ្វើការកន្លែង donut shop បងប្អូន Today kids what's today Friday and what's the national Yes today National Donut Day បងប្អូនអ្នកគេញ៉ាំ donuts I think អាទិត្យមុន National Hamburger Day Yeah so every day there's a national day បងប្អូន Yeah នឹកឃើញ It's the first Friday of June អាហ្នឹង National Donut Day ហើយនឹកឃើញអញ្ចឹងដល់ហាងសេដាពីដើមរវល់បងប្អូនថ្ងៃហ្នឹងលក់បាន$2,000-3,000អីលក់ donut ណាYeahដូចមេខ្ញុំបងប្អូនគាត់ខ្មែរហ្នឹងគាត់ធ្លាប់ធ្វើទាហានដែរហើយថ្ងៃមិញ manager ដែលមកដើរមកមើលខ្ញុំហ្នឹងក៏ទាហានដែរ so ទាហានទាំង3នាក់ដូចត្រេកអរដែរដែលខ្ញុំបានចូលធ្វើបងប្អូនដល់ពេលយើងត្រូវគ្នាពេលយើងស្គាល់គ្នាទៅអញ្ចឹងនេះសិតអាដាមឈើពណ៌បៃតងគ្រប់កន្លែងso ចូលរៀនមួយអាទិត្យទៀតចប់ហើយចឹងគេវាកងប្រហែលខែយើងអត់បានទៅស្រុកខ្មែរទេហើយ and ខ្ញុំប្រាប់រឿងហ្នឹងហើយ and ឥឡូវស្រីគេទូធាវិញហើយខ្ញុំប្រាប់អាទិត្យមុនហ្នឹងឥឡូវគេធ្វើការបានប្រាក់ខែវិញខ្ញុំប្រាប់រឿងកំសត់ប្រហែលខែគេបើកហាងហ្នឹងឥឡូវចប់ហើយឥឡូវគេទូធាគេចាប់ផ្ដើមមានវិញហើយស្អែកថ្ងៃសៅរ៍បើអត់ធ្វើវីដេអូបងប្អូនពីព្រោះក្មេងគេទៅហែលទឹកនៅផ្ទះផានី and ល្ងាចថ្ងៃសៅរ៍ស្រីគេទៅញ៉ាំ buffet គេទៅជប់លៀងបានជីវិតថ្មី
ឈប់ព្រួយបារម្ភអីពីរឿងហាងដូចម៉ានខែមុនណោះគេទៅជប់រៀងគេមានវិញឥឡូវYep and ខ្ញុំមកចង់ទៅខ្ញុំមកចង់ញ៉ាំពេលល្ងាចញ៉ាំ buffet ខ្ញុំមកចូលចិត្តវាច្រើនពេក so ស្អែកបែរអត់ធ្វើវីដេអូក្មេងៗគេទៅបាត់ដូចខ្ញុំប្រាប់រឿងកាលស្រីគេបើកហាងកំសត់សុខាថ្ងៃអាទិត្យទៅធ្វើការដែរទៅធ្វើកន្លែងផ្សេងទៀតដើម្បីបានលុយមកបងហាងហ្នឹងអីរឿងឥឡូវគេជប់ stress ហើយ so break all ឥឡូវនេះថ្ងៃហ្នឹងខ្ញុំទៅបងតៃខ្វាន់ដូJolie I think $800បានត្រេកអរដែរដែលចន្ទទូគេបានការងារនេះទៅស្រួលដែរធ្វើការតែមួយថ្ងៃពីរថ្ងៃបងឡានឲ្យខ្ញុំមកពេលទិញឡានហ្នឹងចន្ទទូគេអ្នកចេញ so មួយខែគេបងឡានមួយខែគេធ្វើតែមួយថ្ងៃពីរថ្ងៃ so ស្រួលដែរ and បងតៃខ្វាន់ដូនេះចឹងដែរឥឡូវ800គេធ្វើពីថ្ងៃយោ Okay មកដល់តៃខ្វាន់ដូ maybe ខ្ញុំនឹងបញ្ចប់អត់មានអីទៀតទៅផ្ទះផ្លែឈើនៅផ្ទះអស់ហើយមើលរកកន្លែងមកលុបឥឡូវខែក្តៅយើងរត់ទៅកន្លែងមកលុប Okay ឥឡូវម៉ោង6 good so oh shoot 20 minutes man that's all 20 minutes បានទៅបាយហាន់ so មើលអីទៀត Okay so ខ្ញុំនឹងបញ្ចប់វីដេអូក្មេងៗនៅខាងនេះគេទៅហាត់ so នេះការគេបងប្អូនខ្លះបាន interview ឃើញ interview គេសម្ភារនេះការ yep and yep គេខ្មាស់គេប៉ុន្តែ yeah so ឥឡូវបញ្ចប់ and maybe ជួបគ្នាពេលទៅផ្ទះវិញឬក៏អត់បងប្អូនអត់ដឹងដែរបើឥឡូវចាំមើលសិនបើអត់នេះខ្ញុំលាបងប្អូនថ្ងៃអាទិត្យទៅណាទៀតថ្ងៃអាទិត្យOkay bye bye បងប្អូន Okay បងប្អូនមក6ជាងចេញមកពីបងថ្លៃមែនខ្ញុំស្មាន600លើ1080តាមពិត1200បងប្អូនប៉ុន្តែពេលយើងបងទាំងអស់អញ្ចឹងយើង save 100ម៉ានដុល្លារណា10% I think yeah or 15 10 ឯដឹង yeah so នឹង6ខែ yeah 6ខែ yeah ឥឡូវកម្ដៅ8ជាងអាទិត្យក្រោយក្ដៅបងប្អូនដល់100 yeah អូយខែ6ក្ដៅហើយមកខែ7ទៀតងាប់ Trying to piece together what led to a deadly crash this morning. 2 people were killed and now 2 others are in the hospital after a car driven by juveniles crashed into a Tesla at an intersection. A crosswalk pole actually flew into the backyard of a nearby home close to a teen's bedroom. I was like, oh my gosh, thank goodness it didn't hit my window. Police say moments before the crash, officers spotted a suspicious car. The driver then... KCRA 3's Andres Valle spoke with neighbors. A deadly early morning crash sending shockwaves through whoever hit whatever it was, it hit hard, and you could feel like the vibration even. Neighbors like James Daniel Peters III says the crash site was intense. It was bad. Inside the Tesla, 2 of them killed. It's kind of overwhelming. 13-year-old Valerie Chang and her grandmother shown us the damage to their home. Plants destroyed along with her fence and gazebo, sharing this photo of the crosswalk pole landing feet from her bedroom window. I was like, oh my gosh, thank goodness it didn't hit my window. Elk Grove police say 2 juveniles in the Hyundai were detained. However, You know what I mean? neighbors keeping those who died in their thoughts. There's no excuse for, that's somebody's brother. Okay ឡូវម៉ោង7ក្មេងៗតិចទៀតចេញខ្ញុំទៅឃើញអានេះវាឆក់បងប្អូននេះ Oh shit
ឡើងអូខេទុកចឹងអូខេដល់ម៉ោង7ក្មេងៗគេចុះហើយ Hello kids. Baby, you know how much the thing costs? Your taekwondo I just paid 300. 1,200. 1,000. Yeah, Yeah, for 6 months. For 6 months? Yeah, For that? yeah. How long do I have to be doing this? I don't know. OK បងប្អូនឥឡូវលាបងប្អូនចាំពេលទៅដល់ផ្ទះចាំជួបគ្នាទៀត OK បាយបាយ OK មកដល់ផ្ទះសុខាវិញហើយមកឥឡូវនេះហ៎បងប្អូនពីព្រោះឥឡូវខ្ញុំដឹងថាអ្នកខ្ញុំស្គាល់ស្លាប់នៅចិត្តនឹងអញ្ចឹងដូចវារឿងប្លែកយេOkay, bye bye baby. Bye bye. Oh yeah. See you tomorrow. ស្អែកគេទៅហែលទឹកនៃការម៉ាក់គេអត់ទាន់មកផ្ទះមិនគេថាម៉ាក់គេឥឡូវរវល់បានលុយធ្វើបានលុយពីដាក់គេថាពីដើមម៉ាក់គេមកដល់ផ្ទះបាត់ហើយអាការងារហាងចាស់ហ៎បាទឥឡូវគេថាម៉ាក់គេរវល់អត់ទាន់មកដល់ផ្ទះផងស្មើនឹងបងប្អូនឃើញនៅថ្ងៃអត់ទាន់យប់ទេម៉ោង7 កន្លះហើយបាយមីងបាយអូខេបងប្អូនឥឡូវម៉ោង7 កន្លះឥឡូវពេលនេះទៅដូចប្លែកនឹកឃើញនឹកដឹងថាដែលមនុស្សដែលខ្ញុំស្គាល់ស្លាប់នៅគៀនហ្នឹងអូខេបងប្អូនវាជួបគ្នាពេលទៅដល់ផ្ទះអូខេបាយបាយអូខេបងប្អូនមកដល់ផ្ទះហើយម៉ោង 7:40 ចាន់ទូមកដល់ផ្ទះកំពុងតែញ៉ាំOh my brother big brother Okay, so okay, good. Oh, okay. So he off Friday, Saturday. Yeah. Yep. So ខ្ញុំប្រាប់បងប្អូនហើយតិនមុនបងខ្ញុំបានអីគេម៉ោងធ្វើម៉ោងថ្មីឥឡូវបានធ្វើថ្ងៃអត់ធ្វើយប់ដូចកាលមុន20 ឆ្នាំធ្វើឲ្យគេបាន20 ឆ្នាំមិនបានធ្វើព្រឹកបងប្អូនខ្ញុំបង្ហាញកាលមុនកាត់អស់នេះតម្រឹមអស់នេះបានស្អាតណាស់ហើយតម្រឹមដើមឈើនោះអីអញ្ចឹងពីដើមមើលអត់ឃើញទេអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនផ្លែនេះញ៉ាំបានហើយអូថ្ងៃអាទិត្យម៉ាក់ខ្ញុំទៅបុណ្យផ្ទះពីណាគេខ្ញុំថាចង់បេះឲ្យគាត់យកទៅកន្លែងបុណ្យបងប្អូនវាព្រោះវាច្រើនពេកហើយច្រើនពេកយើងអត់ញ៉ាំហ្មងមុនហ្នឹងខ្ញុំបង្ហាញបងប្អូនរូបដែលផ្លែហ្នឹងកាលប្រហែល4 ឆ្នាំមុនអូខេឥឡូវអានេះខ្ញុំកាត់ចោលច្រើនរាប់ជិត1 លានផ្លែបងប្អូនកុំអីហ្នឹងបើអញ្ចឹងវាច្រើនពេកយើងញ៉ាំអត់អស់ហើយមើលវាដុះឡើងនេះគេហៅថាផ្លែ peach ហើយមើលផ្លែច្រើនឆ្ងាញ់ណាស់បងប្អូនឥឡូវនេះប្រឡាក់អំបិលជ្រលក់មួយអំបិលម្ទេសឆ្ងាញ់ហើយនេះទីទៀតហ្នឹងវាផ្អែមហើយឥឡូវវាជូរអែមហើយស្រួយទីទៀតហ្នឹងអត់ទន់បោផ្លែញ៉ាំប៉ុន្តែយើងអត់ញ៉ាំដែរ
Okay. Yeah, so ត្រីចន្ទទូខ្មៅមួយចង់ដូចអានេះដែរងាប់ព្រឹកមិញ Yeah. ខ្មៅក្រាប់បង Yeah. Okay ឡើងម៉ោង7:45 Yeah. Yeah, so ថ្ងៃស្អែកថាទៅយកម៉ាស៊ីនយកមកបាញ់លាងអានេះបងប្អូន Yeah. ស្អែកថ្ងៃសៅរ៍ក្មេងៗគេទៅហែលទឹកស្រីៗគេទៅ buffet ខ្ញុំប្រហែលអត់ទៅទេខ្ញុំពេលញ៉ាំ buffet វាល្ងាចពេកយូរបងប្អូនខ្ញុំអត់ញ៉ាំល្ងាចអូហើយផ្លែអស់ហើយនេះគឺអាដែកនេះវាធ្លាក់ចេញហើយពីព្រោះដើមឈើវាឡើងទៅលើវិញពីព្រោះធ្លាក់ផ្លែវាអស់ហ៎យ៉ាពីដើមវាទន់យ៉ា so yeah ស្អែកអត់ធ្វើវីដេអូបងប្អូនមានធ្វើអីពីព្រោះក្មេងៗគេទៅដើរលេងស្រីចូលពីធ្វើការគេទៅញ៉ាំ buffet ខ្ញុំអត់ទៅទេពីព្រោះ buffet នឹងធ្លាប់ញ៉ាំហើយហើយផ្លែនេះបងប្អូនឃើញដូចផ្ទះសុខាចឹងប៉ុនអូផាន់សុខារត់ទុំហើយអានេះនៅបងប្អូនឃើញផ្លែហើយនេះចោលឡើងបានឡាំងអាហ្នឹងអានេះក្មេងហ្នឹងស៊ីដងជើអូចិត្តបាក់បាត់អូបាក់ឡើយអញ្ចឹងមកផ្ទះសុខាវល់បាក់នោះអញបាក់បាត់ណែបងប្អូនឃើញទេដើមនេះផុយអញ្ចឹងបានខ្ញុំតែងតែបេះផ្លែវាចោលហ្នឹងណាបើយើងអត់ធ្វើវាបាក់អញលើនោះក៏បាក់ដែរណោះស៊ីអញ្ចឹងហ្នឹងអូអញ្ចឹងបានខ្ញុំជឿរੂបបេះផ្លែចោលហ្នឹងឯនាងចន្ទទូចេះតែអត់បើយើងអត់ដឹងវាអញ្ចឹងឯងប៉ុន្តែអូយអីបាក់បើទូចមួយមេឃឲ្យផ្លែឡើងប៉ុណ្ណាណីបងប្អូនចិត្តនៅ20គីឡូអញ្ចឹងso អញ្ចឹងបានវាខ្ញុំថារੂបបេះចោលអញ្ចឹងទៅវាបាក់មេឃប៉ុន្តែចន្ទទូគេចេះស្ដាយស្ដាយបាក់មេឃក្តៅពេកដាក់ក្តៅបងប្អូនអញ្ចឹងខ្ញុំក្របវាអូខេអត់មានអីទៀតទេបងប្អូនឥឡូវខ្ញុំនឹងលាបងប្អូន maybe ថ្ងៃអាទិត្យជួបគ្នាស្អែកយកដូចខ្ញុំនិយាយអញ្ចឹងអូខេបាយបាយបងប្អូនបាយ